បាទវិលមុខបាទវិលមុខភាសាអង់គ្លេសយើងនិយាយថា dizzy បាទ dizzy បាទ dizzy និយាយប្រថាវិលមុខបាទណាខ្លះជួយចិត្តវិលមុខហើយបាទអូខេវិលមុខខ្លះគឺកើតឡើងពីការដូចជាពូឡានជិះឡានជិះយន្តហោះជិះកាណូតអញ្ចឹងក៏វិលមុខដែរបាទអ្នកខ្លះទៀតគាត់មានបញ្ហាទឹកនោមផ្អែមបាទមានបញ្ហាទឹកនោមផ្អែមឬឈាមសម្ពាធឈាមក៏វិលមុខដែរបាទអូខេឧទាហរណ៍ថា I feel dizzy បាទ I feel dizzy បាទ I feel dizzy អញ្ចឹងយើងប្រែថាខ្ញុំវិលមុខបាទយើងប្រែអញ្ចឹងណាបាទ I feel dizzy ប្រែថាខ្ញុំវិលមុខបាទបើប្រែតាមពាក្យយើងថាខ្ញុំមានអារម្មណ៍ថាវិលមុខបាទដូច្នេះខ្មែរយើងកម្រនិយាយថាខ្ញុំមានអារម្មណ៍ថាវិលមុខអញ្ចឹងបងប្អូនកម្រនិយាយអញ្ចឹងណាបាទយើងនិយាយថាខ្ញុំវិលមុខតែអញ្ចឹងឯងខ្មែរយើងណាបាទអញ្ចឹងអង់គ្លេសយើងនិយាយថា I feel dizzy បាទអូខេឥឡូវពូឡានបាទពូឡានយើងនិយាយថា car sick បាទ car sick យើងប្រែថាពូឡានបាទពូឡានណាបាទ car sick យើងប្រែថាពូឡានអូតថា I am motion sickness I am motion sickness បាទ I am motion sickness យើងប្រែថាខ្ញុំពូឡានបាទអញ្ចឹង motion sickness ក៏ពុលយើងអាចប្រែថាពុលដែរពុលឡានពុលទៅទៅនឹងចលនាបាទត្រឹមថាឡានមិនថាម៉ូតូមិនថាយន្តហោះទេគឺយើងអាចប្រែថា I am motion sickness គឺខ្ញុំពុលឡានបើយើងជិះឡានគឺយើងពុលឡានបើយើងជិះយន្តហោះយើងថាខ្ញុំពុលយន្តហោះអញ្ចឹងណាពេលហ្នឹងគឺប្រើបានទូទៅបាទប៉ុន្តែពុលយន្តហោះគឺវាមានពាក្យថា sick អញ្ចឹងណាបាទវាពុលយន្តហោះប៉ុន្តែmotion sickness ហ្នឹងគឺយើងប្រើបានទូទៅគ្រប់តម្រងបាទយើងអាចប្រើបានទូទៅហើយយើងបកប្រែទៅតាមបរិបទទៅថាយើងជិះឡានឬក៏ជិះម៉ូតូឬក៏ជិះយន្តហោះហើយអញ្ចឹងបងប្អូនអរគ្នាប្រែតាមនឹងទៅអញ្ចឹងណាបាទអូខេហើយជាចុងក្រោយយើងលោកគ្រូសូមណែនាំបងប្អូនអរគ្នាសម្រាប់បងប្អូនអរគ្នាចង់បានសៀវភៅបាទចង់បានសៀវភៅអង់គ្លេសបាទយកទៅរៀនដោយខ្លួនឯងបន្ថែមណាបាទមានពាក្យប្រើប្រាស់ប្រចាំថ្ងៃឃ្លាសន្ទនាអីគឺមានមកចប់នៅក្នុងហ្នឹងបងប្អូនបាទមានរបៀបអានជាខ្មែរដែរសម្រាប់ជំនួយយើងអត់ចេះបាទអញ្ចឹងយើងយកទៅរៀនទៅគឺស្រួលបាទសម្រាប់បងប្អូនអរគ្នាដែលរៀនភាសាអង់គ្លេសអញ្ចឹងបានអានេះមួយក្បាលគឺជួយយើងបានច្រើនមែនតើបាទធ្វើយើងឆាប់ចេះភាសាអង់គ្លេសដែរបាទបងប្អូនអរគ្នាចង់បានអីគឺអាចឆាតប្រភេទផ្ទួលនេះបានបាទឬក៏តាម Telegram ក៏បានដែរបាទ